ជំរាបសួរបងប្អូនទាំងអស់គ្នានៅថ្ងៃនេះខ្ញុំនឹងលើកយកករណីមួយដែលកើតឡើងនៅប្រទេសឥណ្ឌូនេស៊ីករណីមួយនេះគឺកើតឡើងជាយូរមកហើយតាំងពីឆ្នាំ90ជាងដូចនេះរូបភាពជនរងគ្រោះគឺអត់សូវមានទេជនល្មើសក្នុងករណីនេះគឺជាគ្រូអាគមចេះអំពើអូមអាមហើយនរណាដែលចង់រកស៊ីរីកចម្រើនមានអតិថិជនច្រើនលក់ដាច់ចង់ឲ្យប្តីអាណិតស្រឡាញ់មើលទៅមានរស្មីមានពន្លឺគឺតែងតែទៅរកគ្រូអាគមរូបនេះឲ្យជួយពីគ្រូអាគមដ៏ល្បីឈ្មោះคล้ายជាឃាតករដ៏ឃោរឃៅសម្រាប់មនុស្សស្រីមិនញញើតដៃឥឡូវបើសិនជាបងប្អូនចង់ដឹងថារឿងរ៉ាវក្នុងករណីនេះកើតឡើងបែបណាតើមូលហេតុអ្វីបណ្ដាលឲ្យគ្រូអាគមរូបនេះប្រព្រឹត្តបទល្មើសលើនារីរងគ្រោះតោះយើងមកតាមដានករណីនេះទាំងអស់គ្នាអាម៉ាត់ស៊ូរ៉ាជីកើតនៅថ្ងៃទី10ខែមករាឆ្នាំ1949នៅខេត្តកោះស៊ូម៉ាត្រាប្រទេសឥណ្ឌូនេស៊ីអាម៉ាត់មានឪពុកឈ្មោះថាជូហ្គែននិងមានម្ដាយឈ្មោះថាសាតិគ្រួសាររបស់អាម៉ាត់មានជីវភាពអត់ខ្សត់យ៉ាងខ្លាំងឪពុករបស់គេជាកសិករនិងជាគ្រូអាគមរីឯម្ដាយរបស់គេគឺជាមេផ្ទះដំបូងឡើយអាម៉ាត់មិនមែនមានឈ្មោះថាអាម៉ាត់ស៊ូរ៉ាជីទេគឺគេមានឈ្មោះថាណាស៊ីបក្លេវ៉ាងជាឈ្មោះកំណើតដែលឪពុករបស់គេបានដាក់ឲ្យតែច្រើនឆ្នាំក្រោយមកគេបានដូរឈ្មោះដែលឪពុកដាក់ឲ្យទៅជាអាម៉ាត់ស៊ូរ៉ាជីក្នុងករណីនេះខ្ញុំសូមហៅថាអាម៉ាត់ហ្មងទៅកុំឲ្យម្ដងហៅអញ្ចេះម្ដងហៅអញ្ចោះនៅពេលអាម៉ាត់មានអាយុត្រឹមតែ7ខែឪពុករបស់គេបានលាចាកលោកដោយបន្សល់ទុកម្ដាយរបស់គេត្រូវចិញ្ចឹមកូនម្នាក់ឯងបន្ទាប់ពីឪពុករបស់គេលាចាកលោកទៅគ្រួសារអាម៉ាត់កាន់តែមានជីវភាពអត់ខ្សត់មួយកម្រិតទៀតព្រោះប្រាក់ចំណូលទាំងអស់ក្នុងគ្រួសារគឺត្រូវពឹងផ្អែកលើឪពុករបស់គេដល់ពេលអត់ពីឪពុករបស់គេទៅជីវភាពគ្រួសារកាន់តែលំបាកមួយកម្រិតទៀតអាម៉ាត់រៀនបានត្រឹមថ្នាក់បឋមក៏បោះបង់ការសិក្សាព្រោះគ្រួសាររបស់គេគ្មានលទ្ធភាពឲ្យគេរៀនបន្តបើនិយាយអំពីអត្តចរិតរបស់គេវិញអាម៉ាត់ជាក្មេងចលើបឺសមានចរិតមិនល្អឧស្សាហ៍លួចទ្រព្យរបស់អ្នកដទៃហើយញយតែងតែឆ្លោះទាស់ទែងជាមួយក្មេងដទៃទៀតតាំងពីតូចដល់ធំពេញវ័យអាម៉ាត់តែងមានរឿងតូចធំមិនដាច់ហើយនៅត្រឹមអាយុ19ឆ្នាំគេបានរត់ចេញពីផ្ទះដោយសារតែអត្តចរិតដ៏អាក្រក់របស់គេអំឡុងពេលអាម៉ាត់រត់ចេញពីផ្ទះអាម៉ាត់គ្មានការងារធ្វើគ្មានលុយជាប់ខ្លួនដូច្នោះហើយគេបានទៅលួចទ្រព្យរបស់អ្នកដទៃតែត្រូវម្ចាស់គេចាប់បានជាលទ្ធផលម្ចាស់គេបានប្តឹងប៉ូលីសហើយអាម៉ាត់ត្រូវជាប់គុកជាច្រើនឆ្នាំប៉ុន្មានឆ្នាំក្រោយមកអាម៉ាត់ទទួលទោសជាប់រួចរាល់គេក៏ត្រូវបានដោះលែងចេញពីពន្ធនាគារតែអាម៉ាត់មិនបានកែចរិតឡើយគេនៅតែប្រព្រឹត្តអំពើលួចប្លន់ដូចមុនអញ្ចឹងនៅលើកនេះអាម៉ាត់បានទៅលួចគោអ្នកស្រុកទាំងដែលគេទៅតែចេញពីគុកថ្ងៃមុនសោះច្រើនឆ្នាំមកទៀតអាម៉ាត់ត្រូវបានគេដោះលែងចេញពីគុកហើយចាប់ពីពេលនោះឯងដែលអាម៉ាត់ចាប់ផ្ដើមធ្វើជាគ្រូអាគមដោយឪពុករបស់គេកាលពីគាត់នៅរស់ក្រៅពីប្រកបរបរធ្វើជាគ្រូអាគមអាម៉ាត់ក៏ជាអ្នកបង្កាត់ពូជដាក់បាគោក្របីផងដែរនៅអាយុ27ឆ្នាំអាម៉ាត់បានរៀបការប្រពន្ធទី1មានឈ្មោះថាទូមីនីហើយពេលនោះឯងដែលគេបានដូរឈ្មោះកំណើតពីណាស៊ីបក្លេវ៉ាងទៅជាអាម៉ាត់ស៊ូរ៉ាជីជាប់រហូតមកដោយក្តីសង្ឃឹមថាឈ្មោះថ្មីនេះនឹងជួយឲ្យជីវិតរបស់គេប្រសើរឡើងចំណងស្នេហ៍រវាងអាម៉ាត់និងទូមីនីទទួលបានកូនប្រុសចំនួន4នាក់អាម៉ាត់មិនសូវសប្បាយចិត្តឡើយព្រោះគេចង់បានកូនស្រីជាងទូមីនីមិនអាចបង្កើតកូនស្រីឲ្យអាម៉ាត់បានគេក៏មានគំនិតចង់បានប្រពន្ធមួយទៀតបន្ទាប់មកអាម៉ាត់បានទៅរកម្ដាយរបស់គេនិងប្រាប់គាត់ថាគេចង់បានប្រពន្ធមួយទៀតម្ដាយរបស់អាម៉ាត់ឮហើយគាត់មិនបានថាអ្វីទេគេចង់យកប្រពន្ធប៉ុន្មានក៏បានដែរប៉ុន្តែរឿងមួយដែលគាត់ខ្វល់ចិត្តនោះគឺអាម៉ាត់គ្រោងយកប្អូនស្រីប្រពន្ធដើមរបស់គេទាំង2នាក់ធ្វើជាប្រពន្ធម្ដាយរបស់អាម៉ាត់មិនចង់ឲ្យគេធ្វើអញ្ចឹងព្រោះគាត់ជឿថាវាជាអំពើបាបខុសសិលធម៌ហើយខ្លាចថាថ្ងៃណាមួយព្រះអាឡោះនឹងដាក់ទោសអាម៉ាត់មិនខ្វល់នឹងពាក្យសម្ដីម្ដាយរបស់គេលើសពីនេះគេថែមទាំងបណ្ដេញគាត់ចេញពីផ្ទះថែមទៀតទីបំផុតអាម៉ាត់បានរៀបការជាមួយប្អូនស្រីទាំង2នាក់របស់ទូមីនីដោយម្នាក់មានឈ្មោះថាទូមីណានិងម្នាក់ទៀតមានឈ្មោះថាងាទីយ៉ារៀបការលើកទី2អាម៉ាត់មានកូនប្រុសស្រីចំនួន5នាក់ជាមួយប្រពន្ធក្រោយនៅប្រទេសឥណ្ឌូនេស៊ីគេហៅគ្រូអាគមថាជាដុកគុណ
បើបកជាភាសាខ្មែរគឺមានន័យថាគ្រូធ្មប់ឌុគុនគឺជាភាសាឥណ្ឌូនេស៊ីគេប្រើសម្រាប់ហៅគ្រូមន្តអាគមខាងវិញ្ញាណធម្មពលផ្លូវក្នុងជលរូបឬចេះទស្សន៍ទាយក្នុងគោលបំណងជួយរឿងស្នេហាលុយកាក់ការរកស៊ីនិងព្យាបាលជំងឺអាម៉ាត់ជាឌុគុនម្នាក់ដែលទទួលបានការគោរពស្រឡាញ់ពីអ្នកផងព្រោះសមត្ថភាពទស្សន៍ទាយឆុតមន្តអាគមខ្លាំងពូកែហើយល្បីតគ្នាមួយថ្ងៃមានមនុស្សស្រីជាច្រើនអ្នកទៅរកគាត់ឲ្យជួយដែលពួកនាងភាគច្រើនគឺជាស្ត្រីរកស៊ីផ្លូវភេទពួកនាងទៅរកអាម៉ាត់ឲ្យជួយដាក់ស្នេហ៍ទិញកមួនជួយឲ្យពួកនាងមានភ្ញៀវច្រើនសាច់ចាំមើលទៅក្មេងជាងវ័យស្រស់ស្អាតនិងមានភាពទាក់ទាញអ្នកខ្លះទៀតបានទៅរកអាម៉ាត់ឲ្យជួយដាក់ស្នេហ៍ប្តីតាក់ចិត្តបន្ទន់ចិត្តប្តីបើប្តីមានស្រីឲ្យឆាប់ត្រឡប់មកផ្ទះវិញឬបែកបាក់ពីគូសហាយស្មន់បើតាមអ្នកស្រុកនិយាយតគ្នាមកអាម៉ាត់មានសមត្ថភាពខ្លាំងពូកែគេអាចផាត់ពពកកុំឲ្យមានភ្លៀងឬអាចបង្វែរទឹកភ្លៀងបានប្រពន្ធទាំង3នាក់របស់អាម៉ាត់ជាអ្នកជួយជ្រោមជ្រែងនិយាយប្រាប់គេឯងថាប្តីរបស់គេជាមនុស្សខ្លាំងពូកែចេះមន្តអាគមបើមានបញ្ហាអ្វីអាចទៅរកប្តីពួកនាងឲ្យជួយបានយូរទៅអាម៉ាត់មានអ្នកស្រុកស្គាល់ច្រើននិងបានទៅរកគេឲ្យជួយសូម្បីអ្នកធំលោកធំក៏ទៅដែរអ្នកស្រុកអ្នកភូមិមនុស្សម្នាគេគោរពស្រឡាញ់អាម៉ាត់ហើយនាំគ្នាទៅរកអាម៉ាត់ឲ្យជួយមិនដាច់ចំពោះថ្លៃសងដាក់លើជើងពៀនឲ្យអាម៉ាត់គឺថ្លៃមែនទែនតែអ្នកដែលទៅរកឲ្យអាម៉ាត់ជួយគេមិនខ្លាចក្នុងការចំណាយនៅក្នុងឆ្នាំ1986អាម៉ាត់បានយល់សពចម្លែកមួយគេយល់សពឃើញខ្មោចឪពុករបស់គេទៅបញ្យល់សពថាបើអាម៉ាត់ចង់បានធម្មពលពិសេសคล้ายជាគ្រូអាគមអាកំបាំងខ្លាំងពូកែដាច់គេអាម៉ាត់ត្រូវតែផឹកទឹកមាត់មនុស្សស្រីស្លាប់ចំនួន72នាក់សុបិនចម្លែកនោះបានជំរុញបំផុសគំនិតឲ្យអាម៉ាត់ចង់បានធម្មពលពិសេសតាំងពីពេលនោះមកអាម៉ាត់ចាប់ផ្ដើមប្រព្រឹត្តបទល្មើសគេចាប់ផ្ដើមសម្លាប់ភ្ញៀវដែលទៅរកគេឲ្យជួយដើម្បីបញ្ជាកុំឲ្យប៉ូលីសចាប់បានឬដឹងថាអាម៉ាត់ជាឃាតករគេតែងប្រាប់អ្នកដែលទៅរកគេឲ្យជួយថាកុំឲ្យប្រាប់នរណាទាំងអស់ថាបានមករកគាត់ព្រោះវាជាដំណំគ្រូបើសិនជាពួកនាងចង់ស័ក្តិសិទ្ធិពួកនាងចាំបាច់ត្រូវតែកុំប្រាប់នរណាទាំងអស់ថាបានមករកគាត់ឲ្យជួយក្នុងកិច្ចពិធីរបស់អាម៉ាត់ដំបូងឡើយពួកនាងត្រូវដាក់សងលើជើងពៀនរួចអាម៉ាត់ចាប់ផ្ដើមធ្វើពិធីបន្ទាប់មកអាម៉ាត់បានបញ្ចុះបញ្ចូលឲ្យពួកនាងធ្វើពិធីដ៏វិសេសមួយដែលអាចជួយឲ្យពួកនាងសម្រេចនៅអ្វីដែលពួកនាងពងប្រាថ្នាមនុស្សស្រីភាគច្រើនចាញ់ពាក្យបញ្ចុះបញ្ចូលរបស់អាម៉ាត់និងយល់ព្រមធ្វើពិធីដ៏វិសេសនោះដោយពួកនាងមិនបានដឹងឡើយថាវាគឺជាអន្ទាក់ដែលអាចឆក់យកជីវិតរបស់ពួកនាងកិច្ចពិធីដ៏វិសេសនោះអាម៉ាត់តម្រូវឲ្យធ្វើនៅពេលយប់អាធ្រាត្រនៅចំការអំពើក្បែរផ្ទះរបស់គេនៅពេលយប់បានមកដល់អាម៉ាត់បានជីករណ្ដៅជម្រៅប្រហែល1ម៉ែត្ររួចយកកណាត់រុំភ្នែកពួកនាងនិងបង្គាប់ឲ្យពួកនាងចូលក្នុងរណ្ដៅហើយមិនយូរប៉ុន្មានអាម៉ាត់ក៏ចាត់ការពួកនាងក្នុងរណ្ដៅនោះតែម្ដងឥឡូវនេះខ្ញុំនឹងនិយាយអំពីករណីឃាតកម្មរបស់អាម៉ាត់ធ្វើលើនារីម្នាក់ដែលនាំឲ្យក្រុមប៉ូលីសអាចចាប់ខ្លួនគេបាននារីម្នាក់នោះមានឈ្មោះថាកឹមម៉ាឡាដេវីមានអាយុ21ឆ្នាំនាងបានបាត់ខ្លួននៅថ្ងៃទី24ខែមេសាឆ្នាំ1997ក្រុមគ្រួសាររបស់នាងព្យាយាមតាមរកយ៉ាងណាក៏រកមិនឃើញដោយក្តីបារម្ភពីសុវត្ថិភាពរបស់ដេវីក្រុមគ្រួសាររបស់នាងក៏បានរាយការណ៍ប្តឹងប៉ូលីសតាក់ទងអំពីការបាត់ខ្លួនរបស់នាងរយៈពេល3ថ្ងៃក្រោយការបាត់ខ្លួនរបស់ដេវីមានបុរសម្នាក់បានដើរកាត់ចំការអំពើក្បែរផ្ទះអាម៉ាត់និងបានរកឃើញដីមួយកន្លែងហាក់ចម្លែកហើយដោយឆ្ងល់ក្នុងចិត្តបុរសម្នាក់នោះក៏ជីកកកាយមើលស្រាប់តែគាត់រកឃើញរាងកាយមនុស្សនៅក្នុងរណ្ដៅដីនោះហេតុការណ៍នេះធ្វើឲ្យគាត់ភ័យរន្ធត់លុះព្រលឹងអស់ហើយបញ្ញាប់រត់ទៅហៅគ្នាជាអ្នកស្រុកដែលរស់នៅក្បែរនោះមកជួយមើលអ្នកស្រុកបានមកដល់រួចនាំគ្នាជីកយកសាកសពចេញពីរណ្ដៅសភាពសពគឺហើមស្អុយខ្លួនអាក្រាតគ្មានខោអាវបន្ទាប់មកអ្នកស្រុកបានទេប្តឹងប៉ូលីសក្នុងតំបន់ដើម្បីឲ្យក្រុមប៉ូលីសមកស្រាវជ្រាវស៊ើបអង្កេតនៅទីតាំងរកឃើញសាកសពតាមការស្រាវជ្រាវរបស់ប៉ូលីសជនរងគ្រោះជានារីហើយនាងគឺជាដេវីដែលបានបាត់ខ្លួនកាលពីថ្ងៃមុននោះឯងព័ត៌មាននៃការរកឃើញសាកសពរបស់ដេវីក៏មានអ្នកជូនដំណឹងទៅម្ដាយរបស់នាងដើម្បីឲ្យគាត់មកទីតាំងរកឃើញសាកសពកូនស្រីនៅពេលម្ដាយរបស់នាងបានទៅដល់និងបានឃើញសាកសពរបស់កូនស្រីគាត់រន្ធត់ចិត្តគាត់យំឡើងដួលសន្លប់នៅក្នុងករណីរបស់ដេវី
ក្រុមប៉ូលីសមិនបានដាក់ការសង្ស័យលើអាម៉ាត់ឡើយដោយក្រុមប៉ូលីសគិតថាជនល្មើសប្រហែលជាអ្នកផ្សេងមិនមែនជាអាម៉ាត់ក្រុមប៉ូលីសគិតថាជនល្មើសសម្លាប់ដេវីហើយយកសាកសពរបស់នាងទៅកប់នៅដីចម្ការក្បែរផ្ទះរបស់អាម៉ាត់រឿងនេះក្រុមប៉ូលីសមិនបានសាកសួរព័ត៌មានអីពីអាម៉ាត់ដែរព័ត៌មាននៃការរកឃើញសាកសពរបស់ដេវីគេឯងដឹងឮនិយាយតគ្នាហើយរឿងនោះក៏ឮទៅដល់ក្មេងប្រុសម្នាក់ដែលមានឈ្មោះថាអាន់ដ្រៀមានអាយុ15ឆ្នាំជាអ្នកអូសរមាក់អាន់ដ្រៀពេលដឹងដំណឹងនៃការបាត់បង់ជីវិតរបស់ដេវីគេបានចូលខ្លួនទៅប៉ុស្តិ៍ប៉ូលីសនិងបានរៀបរាប់ប្រាប់ប៉ូលីសថាខ្លួនគេជាអ្នកអូសរមាក់នាំនាងទៅផ្ទះឌុកគុនហើយនៅថ្ងៃនោះដេវីថែមទាំងផ្ដាំអាន់ដ្រៀទៀតថាមិនឲ្យគេប្រាប់នរណាជាដាច់ខាតថាបានអូសរមាក់ជូននាងទៅផ្ទះឌុកគុននៅថ្ងៃនោះដេវីមិនបានឲ្យអាន់ដ្រៀនៅចាំឬក៏ឲ្យគេទៅទទួលនាងវិញទេក្រុមប៉ូលីសបន្ទាប់ពីទទួលបានព័ត៌មានដ៏សំខាន់នេះរួចពួកគាត់បានទៅផ្ទះអាម៉ាត់និងបាននាំខ្លួនគាត់ទៅប៉ុស្តិ៍ប៉ូលីសដើម្បីសាកសួរព័ត៌មាននៅក្នុងបន្ទប់សួរចម្លើយអាម៉ាត់បានបដិសេធបានប្រកែកថាគេមិនបានដឹងរឿងឬជាប់ពាក់ព័ន្ធនឹងការបាត់បង់ជីវិតរបស់ដេវីតែក្រុមប៉ូលីសមិនជឿពាក្យកុហករបស់អាម៉ាត់ឡើយក្រោយមកក្រុមប៉ូលីសបានចុះឆែកឆេរនៅផ្ទះអាម៉ាត់និងរកឃើញទ្រព្យសម្បត្តិមានតម្លៃរបស់ដេវីមានដូចជាកាបូបលុយខ្សែដៃនិងខោអាវរបស់នាងក្រោយពេលក្រុមប៉ូលីសរកឃើញភស្តុតាងទាំងអស់នោះនៅផ្ទះអាម៉ាត់ក្រុមប៉ូលីសបានចាប់ខ្លួនអាម៉ាត់ជាផ្លូវការនៅថ្ងៃទី30ខែមេសាឆ្នាំ1997អាម៉ាត់បន្ទាប់ពីក្រុមប៉ូលីសរកឃើញភស្តុតាងគេមិនអាចប្រកែកបានតទៅទៀតគេក៏យល់ព្រមសារភាពថាគេគឺជាជនល្មើសដែលបានសម្លាប់ដេវីពិតប្រាកដមែនក្រុមប៉ូលីសក៏បានចាប់ខ្លួនប្រពន្ធទាំង3នាក់របស់អាម៉ាត់ទៅសួរចម្លើយផងដែរពួកនាងមិនព្រមសារភាពតាមសម្រួលឡើយទាល់តែក្រុមប៉ូលីសធ្វើទរណកម្មលែងធေါ်ក្តៅទៅពួកនាងយល់ព្រមសារភាពបើតាមពាក្យសម្ដីរបស់ពួកនាងដេវីបានទៅរកអាម៉ាត់ឲ្យជួយជួសជុលទំនាក់ទំនងប្តីប្រពន្ធរបស់នាងឡើងវិញប្តីរបស់ដេវីមានស្រីក្បត់ចិត្តនាងដេវីនិងប្តីតែងតែមានបញ្ហារកម្មរកុសមិនសូវចុះសម្រុងគ្នាក្នុងគ្រួសារអញ្ចឹងហើយទើបនាងចង់ឲ្យអាម៉ាត់ដាក់ស្នេហ៍ជួយឲ្យប្តីស្រឡាញ់នាងដូចដើមវិញនៅថ្ងៃនោះអាម៉ាត់បានបញ្ចុះបញ្ចូលឲ្យដេវីធ្វើពិធីដ៏វិសេសរបស់គេនៅចំការអំពើនាពេលយប់អាធ្រាត្រដេវីយល់ព្រមតាមពាក្យសម្ដីរបស់អាម៉ាត់ព្រោះនាងចង់បានប្តីមកវិញនៅក្នុងកិច្ចពិធីអាម៉ាត់បាននាំដេវីទៅចំការអំពើបន្ទាប់មកគេបានឲ្យនាងចូលក្នុងរណ្ដៅរួចចងដៃចងជើងនិងបិទភ្នែករបស់នាងហើយប្រាប់នាងត្រូវឈរឲ្យស្ងៀមកុំរើបំរាស់រហូតទាល់តែចប់កិច្ចពិធីមិនយូរប៉ុន្មានអាម៉ាត់បានយកខ្សែមករឹតកដេវីរហូតទាល់តែនាងដាច់ដង្ហើមហើយដើម្បីឲ្យប្រកាសចិត្តថាដេវីបាត់បង់ជីវិតអាម៉ាត់បានបន្តរឹតករបស់នាង15នាទីបន្ថែមទៀតដើម្បីឲ្យប្រកាសចិត្តពេលនាងដាច់ដង្ហើមទន់កចុះក្រោមអាម៉ាត់បានអោនទៅលើទឹកមាត់ដែលហូរចេញពីមាត់របស់ដេវីបន្ទាប់មកប្រពន្ធរបស់គេទូមីនីបានដោះខោអាវដេវីចេញដើម្បីឲ្យសាកសពរបស់នាងឆាប់រលួយរួចលុបដីកប់សាកសពរបស់នាងក្នុងរណ្ដៅនោះដោយដាក់ក្បាលបែរទៅរកផ្ទះក្រុមប៉ូលីសបានទៅស្រាវជ្រាវនៅផ្ទះអាម៉ាត់ម្ដងទៀតហើយពួកគាត់រកឃើញរបស់ប្រើប្រាស់ជាច្រើននៅផ្ទះរបស់គេក្នុងនោះមានដូចជាគ្រឿងអលង្ការកាបូបលុយនាឡិកាដៃខោអាវមានទំហំខ្នាតខុសៗគ្នាហើយក្រុមប៉ូលីសសន្និដ្ឋានថាជនរងគ្រោះមិនមែនមានតែដេវីម្នាក់ទេគឺអាចលើសពី10នាក់ឡើងទៅក្រុមប៉ូលីសបានឆ្លិចសួរអាម៉ាត់បន្ថែមទៀតតាក់ទងអំពីចំនួនជនរងគ្រោះដោយសំអាងលើវត្ថុតាងដែលក្រុមប៉ូលីសរកបាននៅផ្ទះរបស់គេអាម៉ាត់បានសារភាពប្រាប់ប៉ូលីសថាក្នុងរយៈពេល11ឆ្នាំគេសម្លាប់មនុស្សស្រីប្រហែល40នាក់ក្រោយពេលក្រុមប៉ូលីសទទួលបានពាក្យសារភាពចេញពីមាត់របស់អាម៉ាត់រួចក្រុមប៉ូលីសចាប់ផ្ដើមស្រាវជ្រាវជីកកកាយដីចម្ការក្បែរផ្ទះអាម៉ាត់យ៉ាងយកចិត្តទុកដាក់និងរកឃើញជនរងគ្រោះចំនួន42នាក់ដែលមានអាយុចន្លោះពី11ឆ្នាំទៅ30ឆ្នាំជនរងគ្រោះភាគច្រើនរលួយសាច់អស់សល់តែគ្រោងឆ្អឹងដែលជាហេតុនាំឲ្យក្រុមប៉ូលីសមិនអាចកំណត់អត្តសញ្ញាណរបស់ពួកនាងបានពួកនាងត្រូវបានអាម៉ាត់កប់ក្នុងដីចម្ការអំពើដោយដាក់ក្បាលបែរទៅផ្ទះរបស់គេព្រោះអាម៉ាត់មានជំនឿថាវាអាចជួយផ្ដល់ថាមពលពិសេសឲ្យគេខ្លាំងជាងមុនហើយពួកនាងនឹងក្លាយជាទាសកររបស់គេជារៀងរហូតនៅជុំវិញផ្ទះអាម៉ាត់គឺសុទ្ធតែរណ្ដៅកប់ខ្មោចទាំងអស់នោះមិនបានធ្វើបុណ្យជាខ្មោចអនាថាគ្រាន់តែគិតក៏ព្រឺក្បាលដែរគិតចាប់ពីឆ្នាំ1986ដល់ឆ្នាំ1997អស់រយៈពេល11ឆ្នាំ
អាម៉ាត់បានសម្លាប់មនុស្សស្រីបណ្ដាក់គ្នាអស់ចំនួន42នាក់ពួកនាងស្ទើរតែទាំងអស់គឺជាស្ត្រីរកស៊ីផ្លូវភេទហើយមិនសូវមានទំនាក់ទំនងជាមួយគ្រួសារពេលពួកនាងបាត់ខ្លួនមិនដែលតាក់ទងទៅគ្រួសារក៏គ្រួសាររបស់នាងមិនបានចាប់អារម្មណ៍ព្រោះជាទូទៅពួកនាងតែងតែអញ្ចឹងបាត់ដំណឹងមិនដែលតាក់ទងទៅគ្រួសារឡើយចង់នាងបាត់ខ្លួនដល់ទៅ10ឆ្នាំក៏គ្រួសាររបស់នាងមិនបានខ្វាយខ្វល់ដែរជនរងគ្រោះជាច្រើនអ្នកក្រុមប៉ូលីសមិនអាចកំណត់អត្តសញ្ញាណរបស់ពួកនាងបានព្រោះវាយូរឆ្នាំពេកសល់តែគ្រោងឆ្អឹងមិនដឹងថានរណាជានរណាក្រោយមកក្រុមប៉ូលីសបានប្រមូលសម្ភារៈប្រើប្រាស់ឬខោអាវរបស់ជនរងគ្រោះទៅដាក់មួយកន្លែងដោយរំពឹងថាមានគ្រួសារណាដែលបាត់សមាជិកគ្រួសារអាចមើលស្គាល់ឬអាចចំណាំរបស់របរទាំងអស់នោះបានក្រុមប៉ូលីសរកឃើញជនរងគ្រោះចំនួន42នាក់តែមានគ្រួសារជាង80បានទៅរាយការណ៍ថាបានបាត់សមាជិកគ្រួសារដែលពួកនាងសុទ្ធតែជាស្ត្រីខ្មោចឪពុករបស់អាម៉ាត់បានពន្យល់សពឲ្យគេផឹកទឹកមាត់មនុស្សស្រីស្លាប់ចំនួន72នាក់នោះគេនឹងមានធម្មពលពិសេសហើយដើម្បីបានគ្រប់ចំនួន72នាក់គឺត្រូវប្រើពេលវេលាយូរអញ្ចឹងហើយទើបអាម៉ាត់សម្រេចចិត្តប្រព្រឹត្តបទល្មើសដើម្បីពន្លឿនឲ្យឆាប់គ្រប់ចំនួនមុនពេលគេស្លាប់ឬចាស់ជរាការស្វែងរកមនុស្សស្រីឲ្យគេសម្លាប់មិនមែនជារឿងពិបាកសម្រាប់គ្រូអាគមដូចជាអាម៉ាត់ឡើយព្រោះមួយថ្ងៃមានមនុស្សស្រីជាច្រើនអ្នកបានទៅរកគេដល់កន្លែងដោយមិនចាំបាច់ឲ្យគេត្រូវចំណាយកម្លាំងជាដំណំគ្រូបើពួកនាងចង់ស័ក្តិសិទ្ធិនៅពេលដែលពួកនាងទៅរកគេពួកនាងមិនត្រូវប្រាប់នរណាជាដាច់ខាតពួកនាងជានារីរកស៊ីផ្លូវភេទមិនសូវមានទំនាក់ទំនងជាមួយក្រុមគ្រួសារបើទោះជានាងបាត់ទៅរាប់ឆ្នាំក៏គ្មានអ្នកខ្វាយខ្វល់ស្វែងរកពួកនាងអីដែរអញ្ចឹងហើយអាម៉ាត់សម្លាប់មនុស្សរាប់ឆ្នាំអស់រាប់សិបនាក់គ្មាននរណាម្នាក់ប្តឹងប៉ូលីសចាប់ខ្លួនគេសោះតែចុងក្រោយមនុស្សអាក្រក់ត្រូវអស់លក្ខមិនអាចគេចផុតពីអំពើបាបដែលខ្លួនបានសាងអំពើឃាតកម្មគ្រូអាគមសម្លាប់មនុស្សបានបង្កការភ្ញាក់ផ្អើលដល់ប្រជាជនទូទាំងប្រទេសគ្រប់សារព័ត៌មានក្នុងស្រុកបានចុះផ្សាយឡើងប្រងព្រាតអំពីករណីឃាតកម្មរបស់អាម៉ាត់ក្រុមប៉ូលីសក៏បាននាំខ្លួនអាម៉ាត់ទៅធ្វើត្រាប់ពីសកម្មភាពដែលគេបានសម្លាប់នារីរងគ្រោះផងដែរមកដល់ថ្ងៃទី11ខែធ្នូឆ្នាំ1997អាម៉ាត់ត្រូវឡើងតុលាការកាត់ក្តីដោយរបាយការណ៍ចោទប្រកាន់មានចំនួន363ទំព័រអាម៉ាត់ត្រូវបានតុលាការកាត់ទោសប្រហារជីវិតដោយការបាញ់នឹងកាំភ្លើងពីបទចោទប្រកាន់ករណីឃាតកម្មចំនួន42ករណីប្រពន្ធដើមរបស់គេឈ្មោះថាទូមីនីក៏ត្រូវបានកាត់ទោសប្រហារជីវិតដូចគ្នាពីបទខុបខិតនិងជួយលាក់បាំងបទឧក្រិដ្ឋតែក្រោយមកក៏ត្រូវបានតុលាការបន្ធូរបន្ថយទោសនៅត្រឹមជាប់ពន្ធនាគារអស់មួយជីវិតនៅកន្លែងកាត់ក្តីមានមនុស្សរាប់រយនាក់ទៅមើលនិងបានដាក់បញ្ចាំងក្នុងទូរទស្សន៍ឲ្យប្រជាជនបានមើលការកាត់ក្តីផងដែរបន្ទាប់ពីតុលាការជំនុំជម្រះក្តីចប់រួចរាល់មានមនុស្សជាច្រើនអ្នកបានទះដៃអបអរសាទរចំពោះការសម្រេចក្តីរបស់តុលាការអាម៉ាត់ត្រូវបានក្រុមប៉ូលីសយកទៅឃុំខ្លួនក្នុងពន្ធនាគាររងចាំថ្ងៃប្រហារជីវិតនៅថ្ងៃទី10ខែកក្កដាឆ្នាំ2008គឺជាថ្ងៃដែលអាម៉ាត់ត្រូវប្រហារជីវិតបំណងចុងក្រោយរបស់អាម៉ាត់គឺចង់ឃើញមុខប្រពន្ធទាំង3នាក់របស់គេមុនពេលអាម៉ាត់ស្លាប់គេរក្សាទឹកមុខធម្មតាគេមិនបានបង្ហាញអារម្មណ៍សោកស្ដាយសូម្បីតែបន្តិចចំពោះទង្វើដ៏យង់ឃ្នងរបស់គេធ្វើលើនារីរងគ្រោះអ្វីដែលគេសោកស្ដាយនោះគឺគេមិនទាន់អាចសម្លាប់មនុស្សស្រីបានគ្រប់ចំនួន72នាក់ដើម្បីទទួលបានធម្មពលពិសេសក្រោយមកអ្នកស្រុកបានប្រមូលផ្ដុំគ្នាទៅផ្ទះអាម៉ាត់ដើម្បីទៅកំទេចផ្ទះរបស់គេចោលក្រោយពេលអាម៉ាត់បានបាត់បង់ជីវិតខាងក្រុមប៉ូលីសបានប្រគល់សពរបស់គេឲ្យក្រុមគ្រួសារវិញក្រុមគ្រួសារបានរៀបចំពិធីបុណ្យសពឲ្យអាម៉ាត់និងក្រុងយកសពរបស់គេទៅបញ្ចុះក្បែរភ្នូរឪពុកម្ដាយក្នុងភូមិតែត្រូវបានអ្នកស្រុកជំទាស់ហាមឃាត់មិនឲ្យបញ្ចុះសពរបស់អាម៉ាត់នៅទីនោះជាដាច់ខាតព្រោះវាជាកន្លែងតែមួយដែលបញ្ចុះសពជនរងគ្រោះក្រោមស្នាដៃរបស់អាម៉ាត់មួយវិញទៀតក្រុមគ្រួសារជនរងគ្រោះមិនសូវសប្បាយចិត្តពួកគាត់កាន់តែឈឺចាប់និងដិតដាមក្នុងអារម្មណ៍ដូច្នោះហើយទើបក្រុមប៉ូលីសជួយសម្រួលថាយកសាកសពរបស់អាម៉ាត់ទៅបញ្ចុះនៅទីបញ្ចុះសពមួយក្នុងភូមិក្បែរខាងតែត្រូវបានអ្នកស្រុកភូមិនៅទីនោះជំទាស់មិនឲ្យបញ្ចុះដូចគ្នាព្រោះពួកគេយល់ថាអាម៉ាត់ចេះមន្តអាគមគេជាគ្រូអាគមបិសាចអ្នកស្រុកភូមិមិនចង់ឲ្យបញ្ចុះនៅទីនោះដោយសារខ្លាចនាំគ្រោះចង្រៃដល់ភូមិឋានដែលពួកគេរស់នៅទីបំផុតសាកសពអាម៉ាត់ដែលជាគ្រូអាគមត្រូវបានយកទៅបញ្ចុះនៅចម្ងាយ50គីឡូម៉ែត្រពីភូមិដែលគេរស់នៅ
រឿងរ៉ាវឃាតកម្មរបស់អាម៉ាត់ក៏មានអ្នកនិពន្ធជនជាតិឥណ្ឌូនេស៊ីម្នាក់មានឈ្មោះថាជូកូបាននិពន្ធជារឿងនិងបានថតជាខ្សែភាពយន្តដោយដាក់ចំណងជើងថា Mystery Kebun Tabu ជាភាសាឥណ្ឌូនេស៊ីនិងបកប្រែជាភាសាខ្មែរថាអាកំបាំងនៃចំការអំពៅដែលបាននិយាយរៀបរាប់ពីខ្សែជីវិតនិងអំពើឃាតកម្មរបស់អាម៉ាត់ជូកូបានចូលទៅសម្ភាសអាម៉ាត់ក្នុងពន្ធនាគារដោយផ្ទាល់មុនពេលគេត្រូវប្រហារជីវិតនៅពេលជូកូជួបអាម៉ាត់គាត់មើលទៅអាម៉ាត់គឺជាមនុស្សទន់ខ្សោយមានរាងកាយស្គមស្គាំងមិនសមមានចិត្តគំនិតខូខើឬជាមនុស្សកំណាចអញ្ចឹងសោះនៅក្នុងបទសម្ភាសន៍នោះអាម៉ាត់បានប្រាប់ជូកូថាគេដឹងខ្លួនថាថ្ងៃណាមួយគង់តែប៉ូលីសចាប់គេបានតែគេនៅតែជ្រើសរើសតាមការពន្យល់សពខ្មោចឪពុករបស់គេរឿងក្តីតាក់ទងជាមួយគ្រូអាគមនៅប្រទេសឥណ្ឌូនេស៊ីមិនមែនមានតែរឿងក្តីរបស់អាម៉ាត់មួយទេគឺមានរឿងក្តីផ្សេងទៀតដូចជារឿងក្តីរបស់លោកគ្រូអាគមស្លាម៉ាត់តូហារីដែលអះអាងថាខ្លួនមានសមត្ថភាពពិសេសអាចជប់លុយឬទ្រព្យសម្បត្តិបានគុណនឹងពីរមានមនុស្សជាច្រើនអ្នកបានលង់ជឿនិងបានទៅរកគាត់ឲ្យជប់លុយតែគាត់បែរជាស៊ីដាច់លុយគេហើយចាត់ការគេបំបិទមាត់លើសពីនេះក៏មានគ្រូអាគមម្នាក់ទៀតដែលអះអាងថាខ្លួនមានវេទមន្តពិសេសអាចបណ្ដេញខ្មោចព្រាយដែលចូលសន្ធិដ្ឋក្នុងខ្លួនគាត់បានយកក្មេងស្រីម្នាក់ទៅជាមួយទឹកសម្លាប់ដោយលើកហេតុផលថាមានខ្មោចចូលសន្ធិដ្ឋក្នុងខ្លួនរបស់នាងហើយគាត់បានសន្យាថាបន្ទាប់ពីនាងស្លាប់ទៅក្នុងរយៈពេល3ថ្ងៃក្រោយនាងច្បាស់ជាមានជីវិតរស់ឡើងវិញតែរយៈពេល3ថ្ងៃបានកន្លងផុតនាងនៅតែមិនដឹងខ្លួននាងនៅតែគ្មានដង្ហើមគឺនាងបានបាត់បង់ជីវិតមែនទែននិងគ្មានថ្ងៃអាចត្រឡប់មករស់ឡើងវិញម្ដងទៀតលោកគ្រូអាគមម្នាក់នោះក៏ត្រូវបានក្រុមប៉ូលីសចាប់ខ្លួននិងបានកាត់ទោសឲ្យគាត់ជាប់គុកផងដែររឿងមុនអាគមផ្លូវងងឹតមិនមែនគេហាមឃាត់មិនឲ្យយើងជឿទេគ្រាន់តែយើងជឿដោយការពិចារណាកុំជឿងប់ងល់ពេកអាគមផ្សំអាយុជឿខ្លះក៏ជារឿងល្អប៉ុន្តែកុំជ្រុលនិយមខ្លាំងពេកចំពោះរឿងរ៉ាវគ្រូអាគមអាម៉ាត់ស៊ូរ៉ាជីដែលជាគ្រូអាគមដ៏ល្បីឈ្មោះនៅប្រទេសឥណ្ឌូនេស៊ីខ្ញុំសូមបញ្ចប់វាត្រឹមតែប៉ុណ្្នឹងហើយជាចុងក្រោយខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានទស្សនាតាំងពីដើមដល់ចប់ខ្ញុំសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អសុខភាពល្អអរគុណច្រើនជម្រាបលា